មានសំណួរជាច្រើនបានសួរថាហេតុអីបានជាយើងគួរកាត់មែកឬតែងមែកដាំត្របែកហើយបើកាត់មែកវាអញ្ចឹងវាងាប់អត់អ្នកដាំត្របែកភាគច្រើនស្ដាយដើមមិនចង់កាត់ចោលប៉ុន្តែអត់ដឹងថាពេលទុកដើមទាំងមូលដោយអត់កាត់មែកចឹងនាំឲ្យដើមស្កាស្ដុបប្រទាក់គ្នាធ្វើឲ្យពន្លឺព្រះអាទិត្យចូលទៅប៉ះដងដើមបានតិចដូចដឹងហើយថាមែកត្របែកលូតលឿនណាស់កាន់តែវែងទៅខ្ពស់ទៅធ្វើឲ្យយើងពិបាកក្នុងការបេះផ្លែហើយដើមងាយបាក់ផ្លែកាន់តែតិចទៅហើយកាន់តែទូចទៅដោយសារអីដោយសារពេលយើងអត់បានកាត់មែកចាស់អញ្ចឹងចោលខ្លះដើមវាអត់សូវបញ្ចេញពន្លកនិងមែកថ្មីមកទើបនាំឲ្យអត់សូវមានផ្កាមានក្តឹបសារធាតុចិញ្ចឹមភាគច្រើនអត់បានបញ្ជូនទៅបំពន់ផ្លែទេគឺត្រូវបានបញ្ជូនទៅបំពន់ដងដើមជំនួសវិញធ្វើឲ្យដើមត្របែកត្រូវការទឹកនិងជីកាន់តែច្រើនទៅធ្វើឲ្យដើមត្របែកងាយឆ្លងជំងឺដោយសារដើមវាក្រាស់ពេកអត់សូវមានខ្យល់ចេញចូលបង្កើតបានជាមជ្ឈដ្ឋានហប់ហើយសាមជាដើមហេតុបង្កឲ្យផ្ទុះជំងឺពិសេសពូជជំងឺឆ្លងមកពីផ្សិតនាំឲ្យឆ្លងពេញដើមហើយពីដើមមួយទៅដើមមួយវិញទៀតពេលដើមក្រាស់ពួកសត្វល្អិតចង្រៃវាចូលទៅនៅហើយស៊ីបំផ្លាញធ្វើឲ្យខូចខាតផ្លែហើយទិន្នផលកាន់តែធ្លាក់ទៅចឹងការតែងមែកត្របែកនឹងគឺពិតជាសំខាន់មែនទែនបើអត់ជឿបងប្អូនអាចសាកល្បងតែងមែកដល់ខ្លួនឯងបានតែកុំភ្លេចជួយ like និង follow page ម្នាក់មួយមកដើម្បីតាមដានបន្ត